ទូទៅបងប្អូនតែងតែ download រូបភាព infographic បែបនេះនៅលើតាមអ៊ីនធឺណិតមែនទេហើយពេលខ្លះទៅរូបភាពបែបនេះគឺស្អាតគឺយើងពេញចិត្តប៉ុន្តែពេលខ្លះខ្លឹមសារអត់ដូចអ្វីដែលពាក់ព័ន្ធជាមួយនឹងខ្លឹមសារយើងចង់បានហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើត infographic បែបនេះរូបភាពបែបនេះគឺគេហៅថា infographic គឺយើងអាចយកដាក់ចូលនៅក្នុងសៀវភៅបែបនេះអីហ្នឹងឬក៏បែបនេះគឺខ្ញុំបង្កើតឲ្យគឺខ្ញុំដាក់វាចូលនៅក្នុងសៀវភៅសម្រាប់ឲ្យសិស្សយកទៅមើលឬក៏មួយទៀតបងប្អូនអាចយកមកដាក់នៅក្នុង slide presentation សម្រាប់ឡើងធ្វើបទបង្ហាញហ្នឹងគឺត្រូវគឺខ្ញុំបានទាញវាយកមកដាក់ដូចគ្នាពីព្រោះថារូបភាព infographic បែបនេះគឺវាមានលាយឡំជាមួយនឹងរូបភាពបែបនេះហើយជាមួយនឹងខ្លឹមសារអញ្ចឹងវាធ្វើឲ្យយើងមើលទៅងាយយល់ហើយនៅក្នុងវីដេអូមួយនេះដែរខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតរូបភាពមួយនេះជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់ក្នុងការបង្កើតហើយទី1គឺខ្ញុំមាន ChatGPT សម្រាប់ក្នុងការបង្កើត prompt បើបងប្អូនប្រើ AI ផ្សេងគឺគាត់អាចជំនួស AI ChatGPT នេះបានតែសម្រាប់ខ្ញុំប្រើ ChatGPT ហើយសម្រាប់បង្កើតរូបភាពគឺខ្ញុំប្រើ Google Gemini ឥឡូវនេះយើងចូលមកកាន់អត្ថបទរបស់យើងសិនដើម្បីធ្វើឲ្យបានន័យថាយើងយកខ្លឹមសារដើម្បីទៅបង្កើត prompt ហ្នឹងឥឡូវខ្ញុំឧទាហរណ៍យកពាក្យខ្លឹមសារមួយដុំនេះសិនវិសាលភាពនិងទីផ្សារកម្រិតខ្ពស់នេះគឺខ្ញុំ copy វាមកបាច់ហ្នឹងមកដើម្បីយកមកផាសនៅក្នុង ChatGPT តបមកគឺយើងទៅដោយសារតែខ្ញុំបានឲ្យវាបានន័យថា train វារួចហើយអញ្ចឹងនៅពេលដែលខ្ញុំផាសខ្លឹមសារទាំងអស់ហ្នឹងទៅគឺវាតម្លាក់ជា prompt ឲ្យខ្ញុំហើយតែបើសិនជាបងប្អូនចង់ឲ្យវាបង្កើត prompt ហ្នឹងគឺយើងអាចឆាតប្រាប់វាទៅខ្ញុំចង់បាន prompt បែបនេះហើយរូបភាពអត់ចង់បានញ៉ៃច្រើនទេក៏វាបង្កើតឲ្យយើងទៅតាមអ្វីដែលយើងបានដាក់ទៅវាអញ្ចឹងអូខេបន្ទាប់មកខ្ញុំ copy prompt នៅក្នុងនេះមកហើយខ្ញុំយកទៅផាសនៅលើ Google Gemini ម្ដងអូខេហើយយើង enter វាទៅយើងចាំលទ្ធផលរបស់វាសិនទៅអូខេឥឡូវនេះគឺខ្ញុំបានរូបភាពមួយហើយដោយបងប្អូនឃើញអញ្ចឹងមុននឹងយើងយករូបភាពនេះទៅប្រើគឺយើងមើលខ្លឹមសារទៅពេលខ្លះវាអាចខុសអីចឹងទៅ